ចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាជួយ share វីដេអូនេះមួយទៅញាតិញោមហ្នឹងហើយថ្ងៃនេះគឺសូមជូនបុណ្យជូនកុសលញាតិញោមដែលបានជួយចូលរួមในការចាក់បេតុងនៅវត្តអាត្មាញាតិញោមណាក៏ជួយចូលរួមក្តីជួយ share ក្តីហ្នឹងអនុមោទនានៅបុណ្យកុសលផងញាតិញោមហើយវីដេអូនេះចម្រើនពរញាតិញោមទាំងអស់គ្នាថាទីលោញាតិញោមរវល់ប្រកបកិច្ចការងារផ្សេងអត់ដឹងថានៅថ្ងៃស្អែកគឺយើងប្រពនៅកម្មវិធីបុណ្យមួយទៀតញាតិញោមបុណ្យសាសនាផងយើងញាតិញោមក៏3ខែមុនមិខបូជា13ខែបន្ទាប់មកនេះក៏ត្រូវនឹងថ្ងៃ15កើតពេញបរមីខែវិសាខញាតិញោមណាបុណ្យវិសាខបូជារំលឹកទៅដល់ថ្ងៃព្រះសម្មាសម្ពុទ្ធដែលយើងទ្រង់ប្រសូតត្រាស់ដឹងនឹងបរិនិព្វានញាតិញោមណានៅថ្ងៃ15កើតពេញបរមីខែវិសាខនឹងតែម្ដងញាតិញោមណាហើយសម្រាប់វីដេអូនេះបើសិនជាអាត្មាអត់ចេញទៅទេពេលលោញាតិញោមខ្លះយើងនៅស្រុកស្រែងចេះគឺមិនសូវដឹងថាអូបុណ្យអីទេញាតិញោមណានេះបុណ្យនេះបុណ្យសាសនាប្រផាន់យើងរំលឹកទៅដល់ព្រះសម្មាសម្ពុទ្ធនៃយើងញាតិញោមណាយ៉ាងកុំភ្លេចញាតិញោមអញ្ជើញចូលរួមឲ្យបានគ្រប់គ្នានៅថ្ងៃស្អែកហើយវត្តគេផ្សេងនៅថ្ងៃស្អែកនេះពេលព្រឹកគេរាប់គោចរបិណ្ឌបាតប្រសងដែរនៅតាមវត្តនីមួយៗតែសម្រាប់វត្តយើងត្រឹមតែឆ្លងរួចអញ្ចឹងឆ្លងចូលឆ្នាំរួចហើយអញ្ចឹងបើថ្ងៃស្អែកនេះញាតិញោមអញ្ជើញមកច្រើនពុកម៉ែបងប្អូនពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាអញ្ជើញមកច្រើនយើងនឹងរាប់បានដូចគ្នាដែរញាតិញោមណាតែបើអត់ទេញាតិញោមមកតែទេយើងអត់គោចរបិណ្ឌបាតប្រសងទេតែគ្រាន់សម្រាប់ពេលល្ងាចញាតិញោមអញ្ជើញចូលរួមឲ្យបានគ្រប់គ្នានៅពេលល្ងាចម៉ោង5កន្លះយើងជួបជុំពុទ្ធបរិស័ទធ្វើបទនមស្ការព្រះរតនត្រ័យគុណកើតទាំង3បន្ទាប់មកយើងសមាទានសិលនិងចម្រើនព្រះបរិត្តនិងកម្មវិធីបន្ទាប់ទៅយើងសម្ដែងពធទេសនានិងតាំងសមាធិបាំងស្គលទៅកុសលដល់វរៈកងទ័ពរបស់យើងដែលបានពលីការពារជាតិមាតុភូមិកន្លងមកហើយមួយទៀតយើងនឹងធ្វើមាសការសមាធិរួចរាល់ចប់សពគ្រប់យើងនឹងដង្ហែបតិបញាតិញោមណាដង្ហែបតិបបតៈសិនជុំវិញឧបដ្ឋានសាលា3ជុំយើងនឹងទៅបណ្ដែតបតិបនៅក្នុងស្រះរបស់យើងដោយកាលពីមេកបូជាអញ្ចឹងញាតិញោមណាហើយមួយទៀតយើងនឹងបូជាបតិបចានបតិបដែលលោកប្អូនធ្វើថ្ងៃមុនហ្នឹងញាតិញោមនេះបតិបហ្នឹង2000បតិបជាងញាតិញោមណាអញ្ចឹងញាតិញោមអញ្ជើញចូលរួមឲ្យបានគ្រប់គ្នាហើយនៅtrongវីដេអូនេះចម្រើនពរញាតិញោមថាបើសិនជាញាតិញោមមានបំណងចង់ចូលរួមផ្កាឈូកសម្រាប់អភិសេកធ្វើផ្កាឈូកមួយដុំគឺ40000រៀលញាតិញោមណាញាតិញោមចូលរួមតាមសទ្ធាទៅឬក៏ចូលរួមផ្កាអីផ្សេងអាត្មានឹងជាវនៅថ្ងៃស្អែកឆាន់ត្រង់រួចអាត្មានឹងចេញទៅជាវផ្កានេះតែម្ដងញាតិញោមណាហើយអញ្ចឹងញាតិញោមណាដែលមានបំណងចង់ចូលរួមในការជាវផ្កាសម្រាប់បូជាបរតនត្រ័យដើម្បីឲ្យបានអានិសង្ឃជាតិមុខជាតិក្រោយទៅស្អាតមានរូបល្អកាយល្អកើតមកមានសម្បូរញាតកើតមកសម្បូរធនធានកើតមកចូលជួបសម្បត្តិអ្នកមានឬក៏យើងធ្វើប្រាថ្នាបុណ្យកុសលដែលយើងធ្វើទាំងប្រមាណនេះគឺយើងតាំងចិត្តប្រាថ្នាសូមឲ្យបានតែសេចក្តីសុខនិងសេចក្តីចម្រើនរួចចាក់ទុកទាំងពួងមិនចឹងញាតិញោមណោះយ៉ាងញាតិញោមណាដែលមានបំណងចង់ជួយចូលរួមញាតិញោមនៅ comment ខាងក្រោមនេះអាត្មានឹងដាក់ QR code អាត្មាភាពផ្ទាល់ដោយអត់មានអីទេក្រៅពីឲ្យញាតិញោមជួយចូលរួមទៅតាមកម្លាំងសទ្ធាជ្រះថ្លារបស់ញាតិញោមរៀងខ្លួនប៉ុណ្ណាហើយអាត្មាចេញវីដេអូនៅថ្ងៃទី31នេះក៏មានញោមចូលរួមហើយតែអត់ទាន់ដឹងម៉ាននេះគាត់ខលមកមិញញោមបាសក់ចន្ទថននិងបាសិកាផលរួមទាំងកូនចៅប្រុសស្រីហ្នឹងបានជួយចូលរួមហើយអញ្ចឹងចាំមើលតិចទៀតនោះបានប្រហែលញាតិញោមចូលមុនគេខលមកចូលមុនគេហើយវីដេអូនេះបាទអាត្មាអត់ចាញ់ទេសម្រាប់ស្រុកស្រែយើងអត់សូវដឹងអញ្ចឹងវីដេអូនេះសង្ឃឹមថាញាតិញោមបានឃើញហើយអញ្ជើញចូលរួមឲ្យបានគ្រប់គ្នាផងប៉ុណ្ណាអញ្ចឹងចម្រើនពរលានិងមាសកាលាគុណចាស់គ្រប់ព្រះអង្គបានសុខបានចម្រើនគ្រប់គ្នាអនុមោទនា